សូមជូនរឿងទេពធីតា25រូបអន្លក់មួយក្តាប់របស់ស្ត្រីអ្នកមានសទ្ធាអាចដូរយកសម្បត្តិឋានសួគ៌បានសម័យមួយព្រះមហាមុគលានបាននិមន្តទៅកាន់ឋានត្រៃត្រឹងទេវលោកបានឃើញវិមានប្រាសាទនិងរូបឆោមពន្លឺរស្មីរបស់ទេពធីតាទាំង25រូបដែលមានទីលំនៅជិតគ្នាក៏ចូលទៅក្នុងទេវសង្កាត់នោះពួកទេពធីតាទាំង25រូបបានឃើញព្រះមុគលានហើយក៏នាំគ្នាទៅថ្វាយបង្គំរួចស្ថិតនៅក្នុងទីដ៏សមគួរទើបព្រះមហាមុគលានសួរថាមនាលទេពធីតាទាំងឡាយនាងមានសម្បុរដ៏រុងរឿងញ៉ាំងទិសទាំងពួងឲ្យភ្លឺស្វាងដូចផ្កាយព្រឹកនាងបរិបូរដោយភោគៈគឺវត្ថុទិព្វទាំង10យ៉ាងតើនាងបានធ្វើបុណ្យអ្វីនៅក្នុងជាតិមុនទេពធីតាទី1ឆ្លើយថាយើងខ្ញុំទាំងអស់គ្នាបានឃើញភិក្ខុនិមន្តទៅបិណ្ឌបាតនៅក្នុងភូមិមានសេចក្តីជ្រះថ្លាបានប្រគេនស្ករអំពៅបន្តិចទេពធីតាទី2មានសេចក្តីជ្រះថ្លាបានប្រគេនផ្លែទន្លប់មួយទេពធីតាទី3មានសេចក្តីជ្រះថ្លាបានប្រគេនអំពៅមួយកំណាត់ទេពធីតាទី4មានសេចក្តីជ្រះថ្លាបានប្រគេនផ្លែត្រសក់មួយទេពធីតាទី5មានសេចក្តីជ្រះថ្លាបានប្រគេនផ្លែល្ពៅមួយទេពធីតាទី6មានសេចក្តីជ្រះថ្លាបានប្រគេនផ្លែត្រសក់ស្រូវមួយទេពធីតាទី7មានសេចក្តីជ្រះថ្លាបានប្រគេនផ្លែម៉ាក់ប្រាងមួយទេពធីតាទី8មានសេចក្តីជ្រះថ្លាបានប្រគេនចង្ក្រានកម្ដៅដៃមួយទេពធីតាទី9មានសេចក្តីជ្រះថ្លាបានប្រគេនអន្លក់មួយក្តាប់ទេពធីតាទី10មានសេចក្តីជ្រះថ្លាបានប្រគេនផ្កាមួយក្តាប់ទេពធីតាទី11មានសេចក្តីជ្រះថ្លាបានប្រគេនមើមដំឡូងមួយដុំទេពធីតាទី12មានសេចក្តីជ្រះថ្លាបានប្រគេនស្លឹកស្ដៅមួយក្តាប់ទេពធីតាទី13មានសេចក្តីជ្រះថ្លាបានប្រគេនជ្រក់ស្វាយបន្តិចទេពធីតាទី14មានសេចក្តីជ្រះថ្លាបានប្រគេនល្ងបុកបន្តិចទេពធីតាទី15មានសេចក្តីជ្រះថ្លាបានប្រគេនវត្តពន្ធចង្កេះមួយទេពធីតាទី16មានសេចក្តីជ្រះថ្លាបានប្រគេនយោបាតមួយទេពធីតាទី17មានសេចក្តីជ្រះថ្លាបានប្រគេនស្លោកបាតមួយទេពធីតាទី18មានសេចក្តីជ្រះថ្លាបានប្រគេនផ្លិត4ជ្រុងមួយទេពធីតាទី19មានសេចក្តីជ្រះថ្លាបានប្រគេនផ្លិតស្លឹកត្នោតមួយទេពធីតាទី20មានសេចក្តីជ្រះថ្លាបានប្រគេនផ្លិតកន្ទុយកង្កោកមួយទេពធីតាទី21មានសេចក្តីជ្រះថ្លាបានប្រគេនឆ័ត្រមួយទេពធីតាទី22មានសេចក្តីជ្រះថ្លាបានប្រគេនស្បែកជើងមួយសម្រាប់ទេពធីតាទី23មានសេចក្តីជ្រះថ្លាបានប្រគេននំមួយទេពធីតាទី24មានសេចក្តីជ្រះថ្លាបានប្រគេនត្រប៉ែបន្តិចទេពធីតាទី25មានសេចក្តីជ្រះថ្លាបានប្រគេននំក្រៀមមួយទេពធីតាទាំង25រូបបានប្រាប់បុព្វកម្មរបស់ខ្លួនដូច្នោះហើយបាននិយាយចំពោះព្រះមហាមុគលានថាសូមលោកម្ចាស់មើលនៅវិមានរបស់យើងខ្ញុំចុះយើងខ្ញុំជាស្រីទេពអប្សរមានសម្បុរជាទីប្រាថ្នាមានបរិវារម្នាក់1000រូបចោមរួមបម្រើនេះជាផលបញ្ញកម្មនេះឯងព្រះមហាមុគលានបានជ្រាបព័ត៌មាននោះសពគ្រប់ហើយក៏និមន្តបាត់អំពីទីនោះទៅរឿងនេះចប់តែប៉ុណ្ណេះសូមអនុមោទនា